គឺជារឿងសំខាន់ខ្លាំងមែនតើហើយភាពស្រស់ស្អាតនឹងអនាម័យវាមិនមែននៅតែលើមុខនៅតែលើកៅអៅនៅតែលើសក់យើងទេពិតប្រាកដណានៅពេលដែលយើងជុកនេះយើងឃើញមុខយើងឃើញកៅអៅយើងឃើញសក់ចាប៉ុន្តែអាខាងក្នុងនៅយើងដែលបានទៅចែកគ្នាអនាម័យពីខាងក្នុងចេញមកខាងក្រៅជំរាបសួរប្រិយមិត្តក៏ដូចជាស្វាគមន៍សាជាថ្មីមកកាន់ podcast នារីជឿនលឿនដែលនៅក្នុងវគ្គនេះយើងនឹងបន្តជជែកទៅលើប្រធានបទដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ស្ត្រីដោយវគ្គនេះគឺយើងផ្ដោតសំខាន់តែទៅលើសុខភាពអនាម័យនិងវិធីសាស្ត្រនៅក្នុងការថែទាំខ្លួនសម្រាប់ស្ត្រីអញ្ចឹងដើម្បីកុំឲ្យកាត់ពេលយូរយើងចូលទៅកាន់កម្មវិធីយើងតែម្ដងជំរាបសួរបងជំរាបសួរនិចសុខសប្បាយបងសុខសប្បាយអូខេសប្បាយឲ្យបានជួបនិចម្ដងអញ្ចឹងសប្ដាហ៍នេះយើងមានប្រធានបទថ្មីទៀតហើយដែលយើងគិតថានឹងមានអត្ថប្រយោជន៍កាន់តែល្អទៀតហើយសម្រាប់ស្ត្រីនៅក្នុងការថែទាំខ្លួនអញ្ចឹងជាសំណួរដំបូងតែម្ដងតើការថែទាំខ្លួនដែលមានអនាម័យល្អនេះវាមានសារៈប្រយោជន៍យ៉ាងម៉េចខ្លះទៅដល់ស្ត្រីបងចាអរគុណនិចតកតងទៅនឹងប្រធានបទអនាម័យស្ត្រីបែរជាពីមុនយើងទៅចែកខ្លះដែរប៉ុន្តែអត់ដែលបានសូវស៊ីជម្រៅទេហើយយើងឃើញថានារីនៅពេលបច្ចុប្បន្នទោះបីវ័យណាក៏ដោយអនាម័យគឺជារឿងសំខាន់ខ្លាំងមែនតើហើយភាពស្រស់ស្អាតនឹងអនាម័យវាមិនមែននៅតែលើមុខនៅតែលើកៅអៅនៅតែលើសក់យើងទេពិតប្រាកដណានៅពេលដែលយើងជុកនេះយើងឃើញមុខយើងឃើញកៅអៅយើងឃើញសក់ចាប៉ុន្តែអាខាងក្នុងនៅយើងដែលបានទៅចែកគ្នាអនាម័យពីខាងក្នុងចេញមកខាងក្រៅអាហ្នឹងវាអាចតកតងទៅនឹងថារឿងក្លិនចោះចឹងអូខេអនាម័យវាសំខាន់ភាពស្រស់ស្អាតសុខភាពរបស់យើងចាទាំងខាងក្រៅទាំងខាងក្នុងនៅពេលដែលយើងនិយាយពីក្លិនមួយឧទាហរណ៍ឥឡូវខ្ញុំអាចលើកឡើងពីរឿងក្លិនចាអូខេក្លិនខ្លួនក្លិនមាត់ក្លិនសក់ក្លិនដៃក្លិនជើងណាអានោះវាត្រូវតែស្អាតហើយវាបង្កើនទំនុកចិត្តផងសុខភាពយើងផងតែអាក្លិនមួយទៀតដែលយើងអត់សូវដែរបានទៅចែកដែរយើងជានារីយើងមានឧទាហរណ៍យើងមានវត្តរដូវចាយើងមានរឿងក្លិនសម្រាប់បន្តពូជឧទាហរណ៍អញ្ចឹងផ្លូវភេទរបស់យើងអញ្ចឹងវាមានរឿងហ្នឹងវាតកតងទៅនឹងអនាម័យដូចគ្នាដែរដែលយើងចាំបាច់ត្រូវតែយកចិត្តទុកដាក់បើសិនបើនារីឬក៏បងប្អូននារីខ្លះអត់សូវបានដឹងរឿងហ្នឹងខ្ញុំគិតថាអេពីសូតនេះយើងគួរតែជែកគ្នាលម្អិតបន្តិចថាតើវាមានសារៈសំខាន់ប៉ុណ្ណាតកតងទៅនឹងសុខភាពហើយនឹងក្លិនរបស់យើងហ្នឹងចាមួយទៀតចាំបានដូចជាបងធ្លាប់លើកឡើងថានៅពេលណាដែលយើងគិតគូរទៅលើសុខភាពយើងវាអាចបង្កើនទំនុកចិត្តរបស់យើងដែរត្រង់ចំណុចនេះវាតកតងគ្នាអត់បងពិតមែនតើទំនុកចិត្តឃើញខាងក្រៅយើងស្រស់ស្អាតដោយការពីអេពីសូតមុនយើងទៅចែកប៉ុន្តែបើសិនបើយើងឥឡូវយើងនិយាយថាវាមានភាពបករមាស់យើងអត់ស្រួលខ្លួនមនារីចាបើសិនបើមានអីមួយដែលយើងអត់ស្រួលក្នុងខ្លួនវាបាត់ទំនុកចិត្តហើយបើសិនតែយើងនិយាយរឿងឧទាហរណ៍យើងមានស្គៀបលមាស់ឬក៏យើងមានក្លិនណាមនុស្សស្រីបាត់ទំនុកចិត្តទាំងស្រុងហ្មងហ្នឹងចាអញ្ចឹងយើងនារីដូចគ្នាយើងដឹងធម្មតាបើសិនបើយើងនារីយើងមិនមានវត្តរដូវរបស់យើងរាល់ខែអញ្ចឹងអាកំឡុងពេលដែលមករដូវរបស់យើងហ្នឹងបើសិនបើយើងអត់បានគិតរឿងអនាម័យទេខ្ញុំគិតថាប្រហែលថ្ងៃដែលយើងមកយើងអត់ស្រួលខ្លួនទេទំនុកចិត្តប្រហែលថ្ងៃហ្នឹងក៏អាចបាត់ដែរពួកអាចថាពួកអីមាននារីខ្លះកំឡុងពេលដែលគាត់មករដូវហ្នឹងគឺគាត់មានក្លិនផ្សេងមួយចាហើយតំបន់ផ្លូវភេទរបស់យើងហ្នឹងបើសិនបើអត់អនាម័យទេក៏វាបង្កឲ្យមានក្លិនដែរចារហូតដល់ថ្នាក់ពេលខ្លះរហូតដល់ធំក្លិនខ្លួនឯងមានណាចានៅពេលដែលយើងអត់ដឹងវិធីថែរក្សាឬក៏ថែទាំឬក៏យើងយកចិត្តទុកដាក់ត្រង់ហ្នឹងអានេះពីបទពិសោធន៍ខ្ញុំដែរខ្ញុំសូមបន្ថែមបន្តិចពីទៅសំណួរមួយនេះចំពោះការថែទាំខ្លួនឲ្យមានអនាម័យល្អនេះវាផ្ដល់អត្ថប្រយោជន៍មែនទែនយើងគិតថាយើងថែទាំសុខភាពយើងមើលតែទៅលើរូបរាងយើងមើលតែទៅលើការមើលឃើញតែគេមើលឃើញថាយើងស្អាតទេប៉ុន្តែមែនទែនទៅអាសុខភាពរបស់យើងនេះវាប៉ះពាល់ទៅដល់វិជ្ជាឥទ្ធិពលទៅដល់សុខភាពផ្លូវចិត្តរបស់យើងអារម្មណ៍របស់យើងហ្នឹងក៏វាពាក់ព័ន្ធទៅដល់នឹងដែរដូចមិញបងបានលើកឡើងថាបើសិនជាយើងអត់សំណុកនៅក្នុងខ្លួនយើងធ្វើអីក៏អត់លះហើយវាប៉ះពាល់ទៅដល់ទំនុកចិត្តហើយអារម្មណ៍របស់យើងហ្នឹងក៏វាឡើងចុះវាធ្វើអីមួយវាអត់ស្រឡះអត់លះអញ្ចឹងបើសិនជាចង់ឲ្យទាំងអស់នឹងរលូនគឺចាប់ផ្ដើមពីការថែទាំខ្លួនឯងទូចទម្លាប់ទាំងអស់ហ្នឹងទៅអញ្ចឹងយើងចូលទៅដល់សំណួរបន្ទាប់តែម្ដងតកតងជាមួយនឹងវត្តរដូវរបស់ស្ត្រីបងតើនារីយើងគួរតែយកចិត្តទុកដាក់កម្រិតណាទៅលើវត្តរដូវរបស់ខ្លួនឯងចាអរគុណច្រើនណាស់អញ្ចឹងបើសិនបើមុននឹងឆ្លើយទៅសំណួរហ្នឹងខ្ញុំអាចបែកទៅអាការពីខ្ញុំនៅជានិស្សិតពេទ្យចុះនឹងវាយូរវាអាចចូលខ្ទង់ជាង20ឆ្នាំមុនណាខ្ញុំចាំបានថាខ្ញុំធ្លាប់ទៅស្តារនៅមន្ទីរពេទ្យមួយខាងផ្នែកសម្ភពហើយរោគស្ត្រីហ្នឹងណាអញ្ចឹងទៅបងស្ត្រីដែលគាត់មានផ្ទៃពោះហ្នឹងគាត់មកជួបគ្រូពេទ្យហើយគ្រូពេទ្យសួរថាអូមានផ្ទៃពោះហើយមករដូវចុងក្រោយថ្ងៃណា
គាត់ឆ្លើយថាមិនគាត់ឆ្លើយថាអត់ចាំទេអ្នកគ្រូតស៊ូប្តីខ្ញុំសិនចាំបើថាគាត់ទៅវត្តរដូវខ្លួនឯងគាត់អត់ចាំទេអញ្ចឹងប្រហែលជាគាត់អត់យកចិត្តទុកដាក់ឬមួយក៏គាត់ភ្លេចភ្លាំងមិនក៏យើងអត់ដឹងណាប៉ុន្តែខ្ញុំចង់ឆ្លើយថាវត្តរដូវនារីសំខាន់មិនមែនសម្រាប់តែពេលដែលយើងត្រូវការមានផ្ទៃពោះឬក៏យើងមានដៃគូស្នេហាឧទាហរណ៍ចេះថាយើងរួមភេទទេវត្តរដូវស្ត្រីសំខាន់នៅពេលដែលសម្រាប់នារីយើងខ្លួនឯងចាយើងតាមដានសុខភាពរបស់យើងអញ្ចឹងវត្តរដូវជាទូទៅសម្រាប់ខ្ញុំតោះខ្ញុំមិនដែលមានបញ្ហាអីហើយវត្តរដូវយើងទៀងទាត់ចន្លោះ28 29ថ្ងៃយើងមករដូវម្ដងហើយអញ្ចឹងអាកំឡុងវត្តរដូវរបស់យើងហ្នឹងឧទាហរណ៍ថាពីថ្ងៃទី1ថារហូតដល់ថ្ងៃទី5ថ្ងៃទី7ចាស់ហ្នឹងកំឡុងពេលដែលមករដូវអញ្ចឹងយើងមានការថែរក្សាខ្លួនមួយបែបជាពិសេសមួយបែបកំឡុងពេលដែលយើងមករដូវចាបន្ទាប់ពីមករដូវហើយកំឡុងពេលហ្នឹងសុខភាពរបស់យើងក៏វាប្រែប្រួលស្បែកក៏ប្រែប្រួលអញ្ចឹងវាមានការថែរក្សាមួយបែបទៀតចាហើយបន្ទាប់ពីថ្ងៃរហូតតម្រាំដល់មកដល់វត្តរដូវថ្មីហ្នឹងតែយើងត្រូវត្រៀមខ្លួនបែបណាកំឡុងពេលដែលយើងជិតមករដូវថ្មីដែរចាអញ្ចឹងខ្ញុំគិតថាតាមដានសំខាន់ទាំងសុខភាពរបស់យើងបើសិនបើយើងមានដៃគូតាក់ទងនឹងយើងចង់យកបុតអូខេយើងរួមភេទឬក៏យើងប្រើវិធីសាស្ត្រពជាកំណើតអីក៏គេអាចមើលតាមវត្តរដូវបើសិនបើយើងនៅលីវការតាមដានវត្តរដូវសំខាន់មែនតើអញ្ចឹងបើសិនបើយើងដឹងវត្តរដូវយើងច្បាស់កំឡុងពេលដែលវាមានប្រក់ក្តីវាអាចមកលឿនពេកវាអាចមកយូរពេកវាមានអាការៈអីកំពុងតែមករដូវវាលើសពីចុកពោះវាមានបញ្ហាអីគេផ្សេងទៀតអាហ្នឹងឯងដែលចាំបាច់ត្រូវយើងតាមដាននោះចាបើមានអ្វីដែលមិនប្រក់ក្តីដូចដែលសពមួយដងអាហ្នឹងត្រូវតែប្រញាប់ទៅជួបអ្នកជំនាញហើយត្រូវទៅជួបគ្រូពេទ្យហើយបើសិនបើពីខ្ញុំហ្មងអាការពីយើងក្មេងៗឯងបើយើងតាំងពីពេញវ័យដំបូងណាចាអាហ្នឹងវាដូចរៀងមានបំរែបំរួលច្រើនដូចថាយើងចុកពោះចុកអីចឹងទៅចាហើយណាមួយទៀតកាឡូនេរីផ្សេងប្រហែលជាអាការៈសុខភាពរបស់គាត់ខុសគ្នាដែរចុះកាឡូនិកវិញវ័យនិកវិញមុននឹងឆ្លើយសុំសួរបងមកសំណួរសិនការចុកពោះនៅកំឡុងពេលមករដូវនេះជារឿងធម្មតាដែលស្ត្រីទូទៅជួបទេឬមួយក៏វាអាចបង្កជាបញ្ហាសុខភាពដែរបងបើសិនបើតាមយើងដឹងមកខ្លះវាជារឿងធម្មតានៅពេលដែលយើងមករដូវតាមខ្ញុំដឹងវាស្បូនយើងកន្ត្រាក់ចាអញ្ចឹងសាច់ដុំស្បូនយើងកន្ត្រាក់ដើម្បីឲ្យអាភ្នាសនៃរដូវរបស់យើងហ្នឹងពេលដែលវាឡើងក្រាស់វាត្រូវទុំធ្លាក់មកអញ្ចឹងកំឡុងពេលប្រហែលថ្ងៃដែលយើងត្រូវមករដូវហ្នឹងខ្លួនយើងវាបញ្ចេញអរម៉ូនមួយដែលធ្វើឲ្យស្បូនរបស់យើងកន្ត្រាក់ដើម្បីឲ្យឈាមរដូវរបស់យើងធ្លាក់មកអញ្ចឹងហ្នឹងវាជារឿងធម្មតានៅពេលដែលវាឈឺកំឡុងតែថ្ងៃទី1ឬក៏ថ្ងៃទី2ឬក៏អ្នកខ្លះឈឺតែថ្ងៃទី1ហ្នឹងតែប្រហែលម៉ោងទៀតបើសិនតែខ្ញុំឈឺថ្ងៃទី1តែប្រហែលម៉ោងដំបូង 4-5 ម៉ោងអញ្ចឹងទៅចាវាចុកដូចសធំអញ្ចឹងណាដើម្បីឲ្យឈាមរដូវយើងធ្លាក់មកប៉ុន្តែរហូតមកដល់ថ្ងៃទី2ទី3ឬក៏ពេលខ្លះដល់ថ្ងៃទី4ហ្នឹងវាអត់មានអាការៈឈឺនឹងទៀតទេអញ្ចឹងជាទូទៅភិក្ខុនារីគាត់មានអាការៈឈឺចុកពោះហ្នឹងចានៅពេលដែលមករដូវហើយជាពិសេសគឺវ័យរៀងក្មេងៗដែរពេលគាត់នៅរៀងវ័យក្មេងទៅមករដូវដំបូងអាចឈឺអាហ្នឹងមកពីភាពកន្ត្រាក់នៃស្បូនរបស់យើងទេអាហ្នឹងតាមខ្ញុំដឹងមកប៉ុន្តែបើសិនមកថាវាឈឺរហូតពេកអាហ្នឹងប្រហែលជាវាខុសប្រក់ក្តីចាអាប្រក់ក្តីវាឈឺមួយថ្ងៃពីរថ្ងៃប៉ុន្តែដល់ពេល3 4 5ថ្ងៃវានៅតែឈឺអាហ្នឹងអាចនឹងខុសប្រក់ក្តីហើយបានន័យថាបើសិនជាឈឺរដូវមាន 4-5 ថ្ងៃសាប់ឈឺទាំងអស់ទាំង 4-5 ថ្ងៃហ្នឹងហ្មងវាខុសប្រក់ក្តីចឹងទៅហើយអារបៀបនេះឈឺហ្នឹងក៏វាមានលក្ខណៈរបស់វាដែរវាបែបភ្ញូចក្តៅសធំម្ដងអញ្ចឹងណាចុះវាមិនមែនឈឺចាប់ចុកចាក់ដូចជាមានអីនៅក្នុងពោះយើងឯងវាមិនមែនរបៀបឈឺវាខុសគ្នាគេលើយើងធ្លាប់ឈឺហ្នឹងហើយចុះវាខុសគ្នាវាខុសពីយើងត្រូវបានមុតរបួសឬក៏ត្រូវយើងប៉ះទង្គិចអីផ្សេងខាងក្រៅវាផ្សេងនោះវាឈឺមកពីខាងក្នុងយើងដឹងថាវាកំពុងតែឈឺនៅស្បូនរបស់យើងហ្នឹងមែនតើការយកចិត្តទុកដាក់ទៅលើវត្តរដូវនេះវាអាចមាន tool មួយចំនួនដែលគេជួយយើងទៀតព្រោះឥឡូវសម័យ digital ហើយគេមាន tool ច្រើនសម្រាប់ trackសម្រាប់តាមដានថាយើងមករដូវជាទូទៅនៅក្នុងថ្ងៃណាអញ្ចឹងទៅអញ្ចឹងនៅពេលណាដែលយើងដឹងថាកំឡុងពេលថ្ងៃណាដែលយើងត្រូវមានវត្តរដូវហើយយើងដឹងថាអាការៈរបស់យើងបែបម៉េចយើងងាយស្រួលនៅក្នុងការដឹងថាឧទាហរណ៍បើសិនជាខ្ញុំចុកពោះខ្ញុំចុកតាមមួយថ្ងៃដំបូងដូចបងលើកឡើងមកមុនហ្នឹងអញ្ចឹងបើសិនជាចុក2ថ្ងៃឬក៏ចុក3ថ្ងៃចាប់ផ្ដើមដឹងហើយថាវាមិនមែនខុសប្រក្រតីទេព្រោះនៅពេលដែលយើងតាមដានយើងច្បាស់ជាដឹងហើយថាជាធម្មតាគឺយើងមានអាការៈបែបនេះអញ្ចឹងដល់ពេលវាខុសប្រក្រតីវាមានរឿងអីចូលមកមួយទៀតស្រាប់តែនៅសុកវាឈឺខ្លួនស្រាប់តែសុកឈឺចុកពោះពីមួយថ្ងៃឡើងទៅដល់2ទៅ3ថ្ងៃទៅ4ថ្ងៃទៅ5ថ្ងៃអញ្ចឹងទៅហើយរដូវមកតែ7ថ្ងៃស្រាប់រដងមានលើកណានោះស្រាប់តែមកដល់10ថ្ងៃអញ្ចឹងទៅឬមួយក៏វត្តយើង28ថ្ងៃស្រាប់ដល់ពេល
បានតែ14ថ្ងៃវាមករដូវម្ដងទៀតអញ្ចឹងអានឹងជាការសង្កេតទៅលើភាពខុសប្លែកដែលវាអាចនឹងកើតមានចំពោះខ្លួនយើងហើយបើសិនជាដឹងភាពខុសប្លែកហ្នឹងទៅយើងនឹងងាយស្រួលនៅក្នុងការស្វែងរកជំនួយពីគ្រូពេទ្យតែកាលណាវាខុសប្រកបដីយើងអាចចេះទៅសួរឪពុកម្ដាយឬក៏សួរអ្នកណាដែលគាត់អត់មានជំនាញវិទ្យាសាស្ត្រហ្នឹងទេអញ្ចឹងត្រូវទៅរកពេទ្យដើម្បីសួរនេះលើកឡើងត្រង់ហ្នឹងល្អនៅពេលដែលមិនមានអ្វីមួយដែលវាមិនប្រកបដីទៅសួរអ្នកជំនាញចាជៀសវាងដូចជាពេលបច្ចុប្បន្នខ្ញុំជឿថាក្មេងៗឥឡូវគាត់ទំនើបវា digital វាអីគាត់សួរអូខេសួរ chat GPT សួរ Google ប៉ុន្តែវាអត់ទាន់ច្បាស់ដូចអ្នកជំនាញទេអញ្ចឹងមានភាពក្លាហានដែរពីអាការពិភាក្សាមុនយើងនិយាយនារីគាត់អត់សូវមានភាពក្លាហានទៅពិនិត្យសុខភាពផ្លូវភេទខ្លួនឯងដែលគិតថាខ្លួនគាត់នៅលាវគាត់ទៅពិនិត្យសុខភាពផ្លូវភេទអានោះជាសារមួយសំខាន់ករណីដែលវត្តរដូវបើយើងតាមដានយើងដឹងច្បាស់យល់ថាអត់ប្រកក្តីទៅជួបមួយអ្នកជំនាញនឹងឯងចាសំខាន់ PHK ដៃគូដ៏គួរឲ្យទុកចិត្តសម្រាប់នារី Be Free Girl មិនថាពេលមកថ្ងៃខែ PHK នៅតែអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ត្រជាក់ស្រស់ស្រាយក្នុងការបំពេញការងារនិងងាយស្រួលបត់បែនគ្រប់ចលនាដោយមានទំនុកចិត្តចុះសម្រាប់ផលិតផលនៅសម្រាប់ប្រើប្រាស់នៅកំឡុងពេលដែលយើងមានរដូវវិញបងអានឹងរត់តាសំខាន់ថែមទៀតប្រហែលជាអាចនឹងពីមុនខ្ញុំអាចនិយាយបានថាការពីជំនាន់យើងពីមុនយើងប្រហែលជាมันមានផលិតផលច្រើននៅក្នុងការដែលឲ្យយើងជ្រើសរើសណាអញ្ចឹងទៅណាមួយយើងអត់សូវដឹងអត់មានអ្នកណាប្រាប់ថានៅពេលដែលយើងមករដូវឬមួយក៏នៅកន្លែងតំបន់ផ្លូវភេទរបស់យើងប្រើសាប៊ូផ្សេងឯងអាហ្នឹងពីមុនយើងអត់ដឹងទេណាយើងគិតថាអូខេកមុនសាប៊ូមួយដុំតាំងពីក្បាលដល់ចុងជើងប្រើទាំងអស់ all in one ហ្នឹងហើយប្រើទាំងអស់ហ្មងប៉ុន្តែដល់ពេលក្រោយមកយើងបានសិក្សាស្វែងយល់ទៅវាខុសគ្នាតំបន់ស្បែករបស់យើងវាខុសគ្នាដូចទាំងនេះស្បែកមុខกับស្បែកខ្លួនយើងខុសគ្នាអញ្ចឹងបើសិនបើយើងនិយាយអំពីស្បែកនៅតំបន់ផ្លូវភេទរបស់យើងវារត់តែខុសទៀតស្បែកនៅតំបន់ផ្លូវភេទវាស្ដើងហើយវា sensitive វាងាយប្រតិកម្មហើយបើសិនបើខ្ញុំផ្ទាល់ជាបទពិសោធន៍ខ្ញុំជាស្បែកប្រភេទប្រតិកម្មចាអញ្ចឹងមិនថាយើងប្រើសម្លៀកបំពាក់ក្នុងយើងចាប្រយ័ត្នប្រយែងចាប្រភេទកណាត់មួយចំនួនយើងអាចប្រើក្តៅស្អុះស្អាប់អីបានដែរវាឆាប់ប្រតិកម្មវាធ្វើឲ្យរលាកវាធ្វើឲ្យរមាស់អីអញ្ចឹងណាចាសម្រាប់ខ្ញុំសម្លៃអនាម័យក៏អញ្ចឹងដែរអញ្ចឹងសម្លៃអនាម័យមួយចំនួនសម្រាប់ខ្ញុំអត់អាចដូរមកអីច្រើនទេឃើញគេចេញថ្មីអត់ទេអញ្ចឹងយើងប្រើមួយណាដែលវាមានសុខភាពល្អសុខភាពមួយស្បែកយើងបន្តប្រើហ្នឹងទៅហើយទី3មួយទៀតគឺសំខាន់ណាស់ទឹកអនាម័យខ្ញុំមិនដឹងថានារីបច្ចុប្បន្នក្មេងៗស្រីពេលគាត់ពេញវ័យហើយជាពិសេសពេលដែលពេញវ័យហើយត្រូវមានទម្លាប់ប្រើទឹកអនាម័យពីខ្ញុំឯងចាខ្ញុំយល់ថាវាមានប្រយោជន៍អញ្ចឹងខ្ញុំធ្លាប់ត្រូវបានចាស់ពីដើមគាត់ថាគាត់សម្អាតតែទឹកទៅទេអ្នកខ្លះគាត់ថាគាត់ប្រើទឹកក្តៅអ៊ុនៗអ្នកខ្លះគាត់សម្អាតទឹកស្អាតធម្មតាគាត់ថាពីការដែលយល់ឃើញពីខ្ញុំគិតថាយើងដូចយើងលាងចានដែលអត់ប្រើសាប៊ូឧទាហរណ៍ចាអញ្ចឹងទៅវាអាចកម្ចាត់ភាពល្អិលមេរោគឬមួយក៏បញ្ហាផ្សេងៗដែលនៅលើស្បែកឬក៏នៅលើរបស់ដែលយើងកំពុងលាងទេគ្រាន់តែត្រូវការជ្រើសរើសប្រភេទផលិតផលដែលត្រូវមួយស្បែកយើងខុសៗគ្នាអញ្ចឹងខ្ញុំចាំបានថាខ្ញុំចាប់ផ្ដើមប្រើផលិតផលទឹកអនាម័យយើងហៅចឹងចោះអញ្ចឹងផលិតផលទឹកអនាម័យដូចជាពេលហ្នឹងខ្ញុំចាប់វិទ្យាល័យហើយចាបើយើងចាប់ផ្ដើមដឹងចាដឹងថាអូសំខាន់ការពីយើងពេញវ័យនោះតាំងពីនៅអនុវិទ្យាល័យតែប្រហែលឆ្នាំយកដឹងទេចារហូតមកដល់វិទ្យាល័យបើយើងអូខេយើងយល់ទៅយើងចាប់ផ្ដើមចេះប្រើប្រាស់ផលិតផលទឹកអនាម័យហើយក៏ឃើញថាអូខេខ្លួនឯងស្រួលខ្លួនជាផ្សេងរឿងស្រួលខ្លួនហ្នឹងមកខ្ញុំដឹងថានិចមានធម្មតាយើងមនុស្សស្រីប្រហែលជានិយាយទៅនារីផ្សេងទៀតគាត់យល់ហើយណាអាភាពស្រួលខ្លួនអាភាពស្អាតស្រួលខ្លួនណាចានៅពេលដែលយើងបានលាងសម្អាតស្រួលខ្លួនវាអារម្មណ៍ហ្នឹងវាមកហ្មងវាអារម្មណ៍ល្អផ្សេងមានអ្នកខ្លះគាត់យល់ច្រឡំថាការប្រើប្រាស់សាប៊ូដោះខ្លួនដើម្បីសម្អាតមកតួខ្លួនគាត់ហ្នឹងគឺគ្រប់គ្រាន់ហើយប៉ុន្តែជាក់ស្ដែងទៅសុខភាពស្បែកយើងពីរប្រភេទហ្នឹងគឺខុសគ្នាអញ្ចឹងអាចប្រើប្រាស់ផលិតផលលោកឡំគ្នាបានទេវាអាចនឹងបង្កទៅជារលាកទៅជារមាស់ឬអាចកើតជាជំងឺផ្សេងៗទៀតបានហើយគួរតែជ្រើសរើសផលិតផលណាដែលគេផលិតឡើងមកគឺសម្រាប់តែតំបន់ពិសេសយើងតែម្ដងអញ្ចឹងនៅក្នុងហ្នឹងខ្ញុំអាចលើកឡើងពីទឹកអនាម័យ PHK ដែលជាប្រភេទផលិតផលដែលមាន pH សមស្របសម្រាប់តំបន់ពិសេសរបស់យើងហើយអាចប្រើប្រាស់ជាប្រចាំថ្ងៃដោយមានសុវត្ថិភាពបានទៀតផងបន្តនឹងអ្វីដែលបងបានលើកឡើងមុននឹងចាំបានថាបងបានរើសផលិតផលមួយដែលសមស្របសម្រាប់ស្បែករបស់បងមិនថាសម្លេងអនាម័យឬក៏ទឹកអនាម័យអញ្ចឹងធ្វើម៉េចបានយើងដឹងថាផលិតផលបែបណាដែលសមស្របជាមួយនឹងស្បែកយើងឆ្លើយនឹងសំណួរនិចហ្នឹងពីមុនយើងអត់បាននេះដូចនិចលើកឡើងតាក់ទងទៅនឹង pH ណាដែលយើងត្រូវពិនិត្យមើលទៅលើផលិតផលដែលយើងប្រើចាពីមុនអាការពីបងបែកអាការពីយើងចាប់ផ្ដើមប្រើដំបងយើងអត់ចាប់អារម្មណ៍ទេ
ពេលមុនយើងឲ្យទៅលើក្លិនអូក្លិននេះក៏អូបខ្លាំងអីអញ្ចឹងណា ចាដូច ជ្រើ គ្នា សរើសជ្រើសយកមកប្រើហើយជាបទពិសោធន៍ផ្ទាល់ហ្មងណាអាក្រក់មែនតើយើងប្រើទៅវាទៅជាប្រតិកម្មវិញណាចាវាក៏អូបឬមួយក៏វាមិនដឹងយើងអត់បានពិនិត្យមើលតែវាមានអា ingredient នៃគេខ្លះនៅលើផលិតផលទឹកអនាម័យយើងប្រើហ្នឹងអញ្ចឹងវាបង្កឲ្យបងទៅជារមាស់វាទៅជារលាកទៅជាអីហ្នឹងអាហ្នឹងរឿងពិតហ្មងអាហ្នឹងមួយដែលយើងអត់បានពិនិត្យមើលទៅលើផលិតផលហើយឬមួយក៏យើងអត់ស្គាល់ប្រភេទស្បែករបស់យើងចាហើយរឿងមួយទៀតដែលយើងកាលនោះដូចជាយើងត្រូវទៅតាមខេត្តអីយើងអត់បានយកផលិតផលដាក់ទៅតាមខ្លួនយើងទៅមួយទឹកនៅអូតែឬក៏នៅផ្ទះសំណាក់អីហ្នឹងយើងប្រើសាប៊ូដុសខ្លួនឬក៏សាប៊ូអីដែលនេះណាព្រោះវាអត់មានណោះគិតថាអីប្រើទៅវាទៅជាបករឿងទៅជាស្ងួតទៅជាអីវិញតំបន់ហ្នឹងអញ្ចឹងវាអត់សនុកក្នុងខ្លួនឯអូនចាដូច្នេះងាកមកមើលតើជ្រើសរើសផលិតផលបែបណាគឺមើលទៅលើ pH ដែលនិចនិយាយហ្នឹងចាអញ្ចឹងអាហ្នឹងសំខាន់មែនទែនសម្រាប់តំបន់ហ្នឹងវាត្រូវការ pH របស់យើងគឺឲ្យវាសមស្របជាមួយនឹងស្បែករបស់យើងអញ្ចឹងបើសិនបើ pH ហ្នឹងវាខ្លាំងពេកវាទៅជាស្ងួតចាវាទៅជាស្ងួតវាទៅឲ្យស្បែករបស់យើងទៅស្ងួតទៅបង្កឲ្យការរលាកអីចឹងទៅប៉ុន្តែបើសិនជា pH ហ្នឹងវាខ្សោយពេកវាមិនអាចសម្លាប់បាក់តេរីឬក៏រមាស់ឬក៏មេរោគអីផ្សេងៗដែលនៅតំបន់ហ្នឹងវាអាចមកពីខាងក្រៅដល់ព្រោះអីតំបន់វាហ្នឹងឯងវាសើមជាមួយនឹងសម្លៀកបំពាក់ដែលយើងប្រើសម្លៀកបំពាក់ក្នុងដែលយើងប្រើអញ្ចឹងណាហើយនឹងមួយទៀតដែរគឺដូចទៅឲ្យពួកយើងចូលបន្ទប់ទឹកអនាម័យអាហ្នឹងប្រយ័ត្នដែរអញ្ចឹងអាមេរោគមួយចំនួនវាឆ្លងតាមរយៈបន្ទប់ទឹកអនាម័យឬក៏យើងនៅកន្លែងធ្វើការយើងប្រើប្រាស់បន្ទប់ទឹករួមអញ្ចឹងអាហ្នឹងការជ្រើសរើសគឺមើលទៅលើ pH ingredient ហើយគេហៅអី texture ដូចថាtexture របស់ផលិតផលហ្នឹងណាចាអញ្ចឹងកុំឲ្យវាបដោតទៅលើក្លិនខ្លាំងពេកអ្នកខ្លះមានទឹកអនាម័យដូចក្លិនដូចទឹកអប់អីហ្នឹងខ្ញុំធ្លាប់ឃើញផលិតផលប្រភេទហ្នឹងអញ្ចឹងឲ្យប្រយ័ត្នប្រយែងអញ្ចឹងទឹកអនាម័យដែលខ្ញុំសម្រាប់ខ្ញុំប្រើគឺក្លិនវាម៉ាល់ក្លិនវាស្រាល texture របស់វា smooth វាមិនមែនពពុះច្រើនដូចសាប៊ូកក់សក់ទេវាអត់ទេចាហើយនឹងកម្រិត ingredient pH របស់វាហ្នឹងគឺសមស្របសម្រាប់នឹងតំបន់ផ្នែកហ្នឹងធម្មតាគេមានលិខិតបញ្ជាក់អីអញ្ចឹងប្រើប្រាស់ផលិតផលយើងមើលផលិតផលដែលមានលិខិតបញ្ជាក់វិញ្ញាបនបត្រអីអះអាងទទួលស្គាល់ពីខាងសុខាភិបាលអីអញ្ចឹងណាអាហ្នឹងយើងជាផលិតផលដែលយើងជ្រើសរើសមានប្រភពច្បាស់លាស់ចាមានក្រុមហ៊ុនត្រឹមត្រូវអញ្ចឹងទៅមុននេះយើងបានជជែកទៅលើវត្តរដូវចុះក្រៅពីកំឡុងពេលដែលយើងមករដូវមានវគ្គផ្សេងណាទៀតជាវត្តរបស់វាទាំងមូលហ្មងដែលយើងគួរតែយកចិត្តទុកដាក់ផងចាបើសិនជាវត្តរដូវ28ថ្ងៃនេះតាមមេរៀនយើងរៀនកាលពីយើងពីទូចរៀនមេរៀនជីវវិទ្យាគេឲ្យយើងតាមដាននារីជាពិសេសដោយសារយើងមានវត្តរដូវឧទាហរណ៍វត្តរដូវរបស់យើង28ថ្ងៃអញ្ចឹងថ្ងៃទី1ដល់ថ្ងៃទី7ជាថ្ងៃរដូវចាអញ្ចឹងថ្ងៃទី7ដល់ថ្ងៃទី14នេះគឺកំឡុងពេលហ្នឹងវាអាចថាអរម៉ូនរបស់យើងវាប្រែប្រួលខ្លាំងកំឡុងពេលថ្ងៃទី1ថ្ងៃទី7ថ្ងៃទី7ដល់ថ្ងៃទី14អរម៉ូនវិញវាចាប់ផ្ដើមធម្មតាមកវិញអាហ្នឹងបើសិនបើកំឡុងពេលនេះខ្ញុំអានតាមមេរៀនថ្ងៃទី7ដល់ថ្ងៃទី14ហ្នឹងបើសិនបើយើងមានដៃគូយើងរួមភេទបានថាអាពងមេជីវិតញីរបស់យើងទើបតែកកើតឡើងវាអត់ទាន់មានសុខភាពល្អគ្រប់គ្រាន់ដើម្បីបង្កកំណើតទេអញ្ចឹងបានគេថាកំឡុងថ្ងៃទី7ដល់ថ្ងៃទី14ហ្នឹងឧទាហរណ៍បើសិនបើយើងរួមភេទអាកាសមានផ្ទៃពោះក៏វាតិចដែរក៏ប៉ុន្តែនៅចន្លោះថ្ងៃទី14គឺថ្ងៃដែលពងញីរបស់យើងធ្លាក់ឬក៏វាមានសុខភាពល្អគ្រប់គ្រាន់អញ្ចឹងកំឡុងថ្ងៃទី14រហូតដល់ថ្ងៃទី21ហ្នឹងគឺគេថារយៈពេលល្អបើសិនបើយើងចង់យកបុតអីចឹងទៅវាជាពេលល្អក្នុងកំឡុងការដែលយើងចង់បង្កកំណើតអញ្ចឹងហើយបានជាគ្រូពេទ្យគាត់អាចនឹងណែនាំឲ្យយើងរួមភេទថ្ងៃទី14រហូតដល់ថ្ងៃទី21អញ្ចឹងណាចាហើយបានពីថ្ងៃទី21រហូតមកដល់ថ្ងៃទី28វិញបានន័យថាយើងនឹងបំរុងនឹងមករដូវម្ដងទៀតហើយអញ្ចឹងអាសុខភាពនៅក្នុងស្បូនរបស់យើងវាអាចប្រែប្រួលបើហើយវាត្រៀមនឹងមករដូវម្ដងទៀតអាចថាស្បូនរបស់យើងភ្នេះរដូវរបស់យើងវាឡើងក្រាស់ហើយពេលហ្នឹងវាអាចនឹងយើងសម្គាល់មើលខ្លួនឯងមុនពេលដែលយើងមករដូវក៏វាអាចនឹងមានទឹករំអិលមានអីផ្សេងវាមិនមែនជារដូវទេប៉ុន្តែវាជាអាការៈបង្ហាញថាយើងចិត្តមករដូវអញ្ចឹងកំឡុងពេល28ថ្ងៃហ្នឹងយើងបែងជា4វត្តជា4វគ្គចាដែលមានការថែរក្សាហ្នឹងវាអាចនឹងខុសគ្នាបន្តិចបន្តួចដើម្បីយើងតាមដានលើខ្លួនរបស់យើងចាចុះអីគេដែលធ្វើឲ្យយើងមានអារម្មណ៍ឆាប់មួម៉ៅឆាប់ខឹងបងព្រោះមនុស្សស្រីគាត់មានអារម្មណ៍នឹងច្រើនអានេះពីខ្លួនខ្ញុំក៏ជួបខ្ញុំសង្កេតមើលមិត្តភ័ក្ដិជុំវិញខ្លួនខ្ញុំជាស្ត្រីហ្នឹងក៏គាត់ជួបអារម្មណ៍នឹងច្រើនដែរហ្នឹងមកពីអីមក
នៅក្នុងខ្លួននារីរបស់យើងវាមានអរម៉ូនច្រើនណាតាមខ្ញុំដឹងមកនារីខ្លួនរបស់នារីវាអាចនឹងខុសពីបរិះច្រើនយើងមានអរម៉ូនជាច្រើនហើយនៅពេលណាដែលយើងមានវត្តរដូវវាធ្វើឲ្យអរម៉ូនជាច្រើនវាបញ្ចេញមកអញ្ចឹងទៅអរម៉ូនទាំងអស់ហ្នឹងហើយវាអាចនឹងប៉ះពាល់ធ្វើឲ្យយើងនឹងមានការផ្លាស់ប្ដូរអារម្មណ៍ដែរហើយខ្ញុំទទួលស្គាល់បើសិនបើសួរគ្រូពេទ្យគាត់ថាហ្នឹងវាជារឿងធម្មតារបស់មនុស្សស្រីនៅពេលដែលអរម៉ូនរបស់យើងច្រើនវាបញ្ចេញមកពេលខ្លះវាបន្ថយទៅវិញនឹងអីវាប៉ះពាល់ទៅដល់អារម្មណ៍របស់យើងអញ្ចឹងអាហ្នឹងវាជារឿងមួយដែរកំឡុងពេលដែលយើងមករដូវយើងនិយាយថាអារម្មណ៍យើងប្រែប្រួលណាចាអញ្ចឹងវាអាចវាទៅជារឿងធម្មតាទេវាដែលយើងរៀងមួម៉ៅយើងរៀងគិតច្រើនយើងមិនសូវសប្បាយចិត្តតែពេលខ្លះរៀងសប្បាយខ្លាំងពេកតែពេលខ្លះរៀងសែតពេកអញ្ចឹងទៅអញ្ចឹងសម្រាប់ខ្ញុំគិតថាវាជាអាការៈធម្មតាចាហើយគាត់ថាបើសិនជាយើងជាមិត្តភក្តិឬក៏ជាដៃគូស្នេហ៍អាចសម្គាល់មើលដែរនៅពេលណានារីគាត់ផ្លាស់ប្ដូរអារម្មណ៍គេចំណាំនិយាយធ្វើមីមដាក់នារីលេងថាអត់តន់មករដូវមែនឬក៏អត់តន់អត់រដូវមែនបានរៀងមួម៉ៅមែនចាអានេះខ្ញុំគិតថាវាយើងអត់ហ៊ានបានស៊ីជម្រៅគាត់តែដឹងថាវាកើតឡើងជារៀងរាល់ខែខ្ញុំក៏មានខ្ញុំជឿនេះប្រហែលជាមានដូចគ្នាដែរហ្នឹងហើយបងមានដូចគ្នាហើយក៏ធ្លាប់ search តាម Google ព្រោះយើងគិតថាជារឿងធម្មតាដែលមនុស្សស្រីជួបឯគ្រាន់តែយើងចង់ដឹងថាវាមកពីមូលហេតុអីបានធ្វើឲ្យយើងចេះតែមួម៉ៅអញ្ចឹងហើយពេលខ្លះបងរៀង surprise ខ្លួនឯងបងដែរអញ្ចឹងអត់របៀបថាយើងចិត្តមករដូវប៉ុន្តែយើងអត់ដឹងថាយើងចិត្តមករដូវយើងរៀងភ្លេចខ្លួនណាពេលជួយមានអារម្មណ៍ថាមួយរយៈនោះរៀងមួម៉ៅធ្វើការងារអីណាប៉ះក៏អត់បានណាដល់ពេលស្រាប់ដល់ពេលមួយដែលយើងរៀនអូយើងចិត្តមករដូវចាយើងប្រយ័ត្នល្អតែពេលអញ្ចឹងឲ្យបានជាវត្តរដូវរបស់យើងសំខាន់ណាសំខាន់ដល់ពេលយើងដឹងមុនទៅកិច្ចការងារខ្លះអីត្រូវយើងសម្រាប់ចិត្តឬក៏យើងត្រូវភាសានេះអីអាចចាំពេលមករដូវហើយយើងជិះគីឡូយើងបាក់គ្រប់គ្រងខ្លួនឯងចាអូខេខ្ញុំអាចសុំដឹងពី self care routine របស់បងបានទេមិនតែរឿងអនាម័យទេជាមកតួខ្លួនរបស់បងជាការថែទាំខ្លួនដើម្បីឲ្យខ្លួនឯងមានអនាម័យហៅថា clean ចាការថែទាំខ្លួនសម្រាប់ខ្ញុំផ្ដោតសំខាន់គឺក្លិនទី1ហើយចាអញ្ចឹងក្លិនបើទាំងអស់តាំងពីសក់តាំងពីមុខតាំងពីក្លៀកតាំងពីខ្លួនហើយនឹងតំបន់ពិសេសរបស់យើងក្លិនចានៅពេលដែលវាស្អាតវានឹងកាត់បន្ថយក្លិនហើយបើសិនបើយើងមានបញ្ហាក្លិនត្រូវការប្រើផលិតផលមួយចំនួនហើយដើម្បីឲ្យកុំឲ្យវាមានអាហ្នឹងអញ្ចឹងការសម្អាតខ្លួនរឿងមុជទឹករឿងកក់សក់រឿងអីនេះទាំងអស់ទាំងក្លិនមកក្លិនអីអាហ្នឹងសំខាន់រឿងក្លិនណាសម្រាប់ខ្ញុំមក PHK ដៃគូដ៏គួរឲ្យទុកចិត្តសម្រាប់នារី Be Free Girl PHK ថ្មីមានបច្ចេកវិទ្យា Order Protect ការពារតំបន់ពិសេសពីក្លិននិងបាក់តេរីមិនល្អបានរាល់ថ្ងៃនិងរាល់ខែស័ក្តិសមនឹងសុវត្ថិភាពធ្វើឲ្យជីវិតគូរបស់ខ្ញុំកាន់តែមានភាពស្និទ្ធស្នាលងូតទឹកកក់សក់សំខាន់បើសិនពីខ្ញុំនិយាយថារឿងសក់មុនខ្ញុំកក់សក់រាល់ថ្ងៃពីមុនអត់ហ៊ានកក់ទេយើងខ្លាចថាអូគេថាកក់សក់ច្រើនខ្លាចជ្រុះសក់ណាចាដល់ពេលខ្ញុំបដូរមកកក់សក់រាល់ថ្ងៃទៅព្រោះស្បែកក្បាលវាដូចតែស្បែកមុខស្បែកខ្លួនហ្នឹងស្បែកក្បាលមុខស្បែកខ្លួនយើងមួយទឹករាល់ថ្ងៃប៉ុន្តែសក់យើងអត់កក់រាល់ថ្ងៃយើងខ្លាចជ្រុះសក់ណាប៉ុន្តែជាបទពិសោធន៍របស់ខ្ញុំដល់ពេលដែលកក់រាល់ថ្ងៃវាល្អវិញទេចាវាដូចជាលែងដោយសារស្បែកក្បាលយើងស្អាតទៅវាដូចទៅលែងជ្រុះសក់វិញវាទៅអញ្ចឹងវិញចាហើយសម្រាប់ផ្ទៃមុខសំខាន់ណាចាត្រូវតែសម្អាតព្រោះដូចពួកយើងមកធ្វើការយើង make up អញ្ចឹងណាគេហៅអីបើសិនបើផ្ទៃមុខសម្រាប់នារីយើង make up គេហៅ double cleansing អញ្ចឹងមិនមែនគ្រាន់តែលុបមុខជាមួយនឹងសាប៊ូវាស្អាតទេវាបើសិនតែយើង make up វាត្រូវការយើងប្រើ oil ឬក៏ប្រើបាំសិនហើយបើយើងត្រូវសម្អាតមួយ foam ហើយអ្នកខ្លះគេជូតសម្អាត toner អីទៀតអញ្ចឹងណាអាចធ្វើមើលទៅធុញច្រើន step ប៉ុន្តែវានឹងឲ្យផលល្អរយៈពេលមួយឆ្នាំក្រោយទៀតចាកុំខ្ជិលថែរក្សាស្បែកហើយលាប skin care លេការពារកម្ដៅថ្ងៃសំខាន់បំផុតសុខយើងក្តៅណាស់ចាហើយបើស្បែកខ្លួនវិញក្លិនគឺសំខាន់ណាស់យើងចូលមកដល់រឿងតំបន់ពិសេសចាស់យ៉ាងហោចណាស់ខ្ញុំប្រើទឹកអនាម័យមួយថ្ងៃ2ដងយ៉ាងហោចណាស់ប៉ុន្តែបើសិនបើក្នុងលក្ខខណ្ឌថាយើងដូចទីហោពេលខ្លះយើងត្រូវ mission យើងទៅខេត្តទៅអីយើងប្រើប្រាស់បន្ទប់ទឹកអនាម័យអីច្រើនណាអាហ្នឹងប្រហែលជាយើងអាចប្រើលើសពី2ដងចាអាហ្នឹងត្រូវហ្មងព្រោះថាពេលខ្លះខ្ញុំចំណាំខ្លួនឯងដូចយើងទៅ mission យើងទៅខេត្តអីយើងចូលចិត្តយើងត្រូវចូលបន្ទប់ទឹកអនាម័យអីពេលខ្លះគាត់ថាចូលបន្ទប់ទឹកអនាម័យយើង feel ដឹងថាអូដូចរៀងអត់ស្រួលហ្មងហ្នឹងហើយប្រហែលជាវាអត់ស្រួលខ្លួនណាអញ្ចឹងកុំរងចាំព្រោះថាខ្ញុំគិតថាផលិតផលដូច PHK អញ្ចឹងខ្ញុំចាប់ផ្ដើមស្គាល់ PHK នៅពេលដែលគាត់មានអាទូចវាស្រួលដាក់តាមខ្លួនចាអញ្ចឹងគាត់ចេញអាຂ្នាតមួយហ្នឹងខ្ញុំចាប់ផ្ដើមប្រើហ្នឹងគឺវា convenient ទេដំបូងដល់ពេល convenient យើងមើល ingredient មើលអីអូខេសាកបងប្រើក្លិនក៏ល្អ texture ក៏ល្អសាកហ្នឹងគឺពេលដែលត្រូវការយកទៅ mission នេះហើយវាជួយច្រើនវានៅពេលណាដែលខ្ញុំទៅខេត្ត
យើងយកទៅជាមួយវាដូចវារៀងទុកទំនុកចិត្តណា ចាអាហ្នឹងគឺចាប់ផ្ដើមប្រើជាប្រចាំអញ្ចឹងទឹកអនាម័យយ៉ាងហោចណាស់មួយថ្ងៃ2ដងឬក៏បើសិនបើថាយើងត្រូវបែកញើសខ្លាំងអាកាសធាតុហើយអាបរិយាកាសដែលយើងត្រូវទៅនឹងវាបកអាចថាវាមិនសំណុកក្នុងខ្លួនត្រូវប្រើទឹកអនាម័យហើយចាខ្ញុំអាចចែកម្លែកបន្តិចដែរដោយសារមុននេះខ្ញុំបានលើកឡើងរឿង tool ដែលជួយនៅក្នុងការតាមដានទៅលើសុខភាពអនាម័យក៏ដូចជាវដ្តរដូវរបស់យើងហ្នឹងខ្ញុំមាន tool មួយដែលខ្ញុំតែងតែប្រើប្រាស់ជាប្រចាំហ្នឹងឈ្មោះ Clue អញ្ចឹងយើងដឹងហ្មងនៅក្នុងហ្នឹងគេបែងចែក4វគ្គដូចបងលើកឡើងមកអញ្ចឹងគេប្រាប់ថាឥឡូវយើងមកដល់វគ្គណាហើយជឿនេះរបស់យើងឥឡូវមកដល់ណាហើយថ្ងៃនេះហើយយើងគួរតែចិត្តនឹងមករដូវអញ្ចឹងវាអាចមុនឬក៏ក្រោយពី3ថ្ងៃអញ្ចឹងសម្រាប់ខ្ញុំគិតថានឹងវាអត់ជាបញ្ហាអីច្រើនទេកុំឲ្យតែវាក្រោយរដូវឆ្ងាយពេកអញ្ចឹងទៅដូច្នេះអាការដែលយើងដឹងថាវត្តរដូវយើងពេលណាហ្នឹងយើងក៏អាចជួយទៅដល់ការប្រើប្រាស់ផលិតផលដែរយើងដឹងថាយើងគួរតែសម្អាតរបៀបម៉េចបើសិនជាយើងធម្មតាអត់មានរដូវទេយើងគួរតែសម្អាតរបៀបម៉េចបើសិនជាកំឡុងពេលរដូវយើងត្រូវសម្អាតរបៀបម៉េចអញ្ចឹងទៅចូលដល់មួយទៀតខ្ញុំឮចាស់គាត់និយាយច្រើនណាបងថាកំឡុងពេលយើងមករដូវហ្នឹងអត់គួរញ៉ាំនេះអត់គួរធ្វើនេះអត់គួរធ្វើនោះបងធ្លាប់ឮអត់ដូចជាខ្ញុំមានចាស់គាត់ប្រាប់ថាអត់ឲ្យញ៉ាំរបស់ផ្អាប់ពេលកំឡុងពេលមករដូវបងធ្លាប់ឮអត់ធ្លាប់ឮហើយអាចនឹងឮច្រើនជាងនេះទៀតខ្ញុំអត់ដឹងថានេះធ្លាប់ឮអត់ពីជំនាន់ខ្ញុំឯណាបើសិនបើយើងមករដូវគេឲ្យយើងមុជទឹកឯងអត់ឲ្យមុជទឹកអត់ឲ្យកក់សក់ទៀតអូខេប្រហែលជាបងដែលគាត់វ័យ30ជាង40ជាងអីចឹងប្រហែលគាត់ធ្លាប់ដឹងហ្នឹង50ជាងអីម្ដាយខ្ញុំអីគឺគាត់ធ្លាប់មានបញ្ហាហ្នឹងអញ្ចឹងអត់ហ៊ាននិយាយថាខុសត្រូវយ៉ាងណាទេប៉ុន្តែបើសិនសម្រាប់ខ្ញុំវិញបើសិនបើពេលមករដូវគឺយើងអត់ងូតទឹកណាវាអត់អនាម័យដូចយើងនិយាយពីដំបូងអញ្ចឹងណាយើងបញ្ហារឿងក្លិននឹងឯងអញ្ចឹងយើងមិនដឹងថារ៉ៃរងខុសឲ្យត្រូវទេគាត់ថាចាស់ពីមុននៅពេលដែលនារីមករដូវគាត់រៀបចំថែរក្សាខ្លួនដូចនារីចូលមលុបអញ្ចឹងអូខេគាត់អត់មុជទឹកគាត់អត់កក់សក់គាត់លាបបល័យគាត់ឃ្លុំខ្លួនអីអញ្ចឹងណាចាដល់ពេលលទ្ធផលគាត់30ឆ្នាំក្រោយមកគាត់ស្អាតរបស់គាត់ដែរចាយើងមិនដឹងថាម៉េចបើថាពីខ្ញុំធ្លាប់សាកល្បងអានោះដោយសារយើងនៅចន្លោះហ្នឹងណាចន្លោះប្រពៃណីហើយនឹងតនសម័យហ្នឹងយើងនៅចន្លោះហ្នឹងអញ្ចឹងទៅដល់ពេលយើងធ្លាប់អត់មួយទឹកប៉ុន្តែអត់ស្រួលក្នុងខ្លួនណាក្លិនអត់មានទំនុកចិត្តហើយមានអារម្មណ៍ថាអាតំបន់អនាម័យរបស់យើងហ្នឹងគឺវាអត់អនាម័យវិញវាទៅជារមាស់វាទៅជាអត់សំណុកវាទៅអីណាហើយអារឿងញ៉ាំទៀតសោតក៏យើងមិនហ៊ាននិយាយថាវាត្រូវឬក៏ខុសបែបម៉េចចាបើសិនបើពីខ្ញុំវិញខ្ញុំអត់ដែលតមផងញ៉ាំធម្មតាគាត់ថារឿងរបស់ផ្អាប់អីនេះវាអាចដែរពេលដែលយើងញ៉ាំឲ្យទាំងអស់ហ្នឹងទៅវាធ្វើឲ្យយើងមានក្លិនអត់ល្អអានេះបើសិនបើយើងចំណាំមើលចានៅពេលដែលយើងញ៉ាំអីចូលទៅអាហ្នឹងឲ្យវាចេញមកវិញមិនថាតាមញើសមិនថាតាមទឹកនោមឬក៏តាមលាមករបស់យើងឯងតែយើងញ៉ាំអីចូលទៅវាមានក្លិនបែបណាទាំងអស់វាត្រូវចេញមកវិញហ៎អញ្ចឹងប្រហែលជាខ្ញុំគ្រាន់គិតមើលឲ្យវាអាចនឹងគាត់គិតថាពីវាមិនសូវស្អាតវាបកឲ្យស្បែកមិនស្អាតផងឬក៏វាធ្វើឲ្យមានក្លិនរត់តែមិនល្អអីផងអញ្ចឹងណាចាតែបើថាពីខ្ញុំអត់ដែរបានតមអីទេយើងញ៉ាំដូចធម្មតាហើយក៏ចេះតែយើងរៀងមាំមិនដឹងយើងចេះតែប្រហើនទៅមិនសូវស្ដាប់ចាស់តែនេះជឿអត់ចុះខ្ញុំជឿខ្លះអត់ខ្លះនៅកណ្ដាលដែរបងដោយសារទី1យើងបានលឺអានឹងតាំងពីយើងនៅក្មេងៗមកអញ្ចឹងគិតថាវាដកជាប់នៅក្នុងគំនិតយើងបើទោះបីជាយើងធ្វើមិនធ្វើក៏យើងមានអារម្មណ៍មួយថាយើងគោរពទៅតាមពាក្យចាស់ៗដែលគាត់ឲ្យដំបូងមានយើងដែរយើងគិតថាគាត់មានបទពិសោធន៍មុនយើងប្រហែលជាគាត់មានហេតុផលគ្រាន់តែថាគាត់អត់ប្រកែបញ្យល់យើងគាត់គ្រាន់តែប្រាប់ថាចាស់ប្រាប់អញ្ចឹងឪពុកម្ដាយគាត់ប្រាប់អញ្ចឹងគួរតែធ្វើតាមទៅពេលខ្លះវាត្រូវរបស់គាត់ដែរគ្រាន់តែយើងអត់ដឹងហេតុផលអញ្ចឹងទៅមួយផ្នែកទៀតព្យាយាមស្វែងយល់ខ្លួនឯង search តាម Google មើលនេះមើលនោះចឹងទៅចង់ដឹងថាជាពិសេសបរទេសដោយសារបរទេសគេរៀងជឿនលឿនច្រើនគេអត់សូវជឿលើប្រពៃណីដូចពួកយើងទេអញ្ចឹងចង់ដឹងថាបើគិតតាមវេជ្ជសាស្ត្រគិតតាម logic វិញតើគេយល់ឃើញយ៉ាងម៉េចកំឡុងពេលហ្នឹងអញ្ចឹងយើងបូកផ្សំអានឹងចូលគ្នាទៅហើយរកចំណុចកណ្ដាលមួយដែលយើងអាចអនុវត្តបានទៅហើយចំណុចមួយទៀតខ្ញុំគិតថាសំខាន់ដែរនៅក្នុងការថែទាំខ្លួនឯងជា self care routine ដែរការហាត់ប្រាណហាត់ប្រាណខ្ញុំអត់សូវចូលចិត្តបែបហក់លោតទេតែខ្ញុំចូលចិត្តបែប yoga ដោយសារខ្ញុំគិតថាវាបានពុតពេនខ្លួនយើងបានពុតពេនសរសៃហើយវាជួយទៅលើអាការ stress ការអីនឹងបានច្រើនពោះអូយទាំងស្រីទាំងប្រុសយើងធ្វើការយើងអ្នកធ្វើការយើងជួបរឿង stress ច្រើនណាស់បើសិនយើងអត់ចេះរកវិធីនៅក្នុងការដោះស្រាយខ្លួនឯងចេញពីរឿង stress ហ្នឹងទេពិបាកហើយដល់ពេលអរម៉ូនយើងឆេងច្រើនដូចបងលើកឡើងមកមុនហ្នឹងទៀតខ្ញុំគិតថាពិបាកបើសិនយើងអត់ហាត់ប្រាណណាអញ្ចឹងនៅក្នុង lifestyle នៅក្នុង self care routine នេះគួរតែបញ្ចូល
ចូលការហាត់ប្រាណហ្នឹងទៅក្នុងនឹងដែរចាអញ្ចឹងអរគុណមែនតើបងសម្រាប់ការចែករំលែកនៅលើប្រធានបទថ្ងៃនេះយើងជឿថាមានអត្ថប្រយោជន៍ច្រើនទៅដល់ស្ត្រីនៅក្នុងការថែទាំខ្លួនហើយយើងជឿជាក់ថាការថែទាំខ្លួននេះគឺជាទម្រង់នៃការស្រឡាញ់ខ្លួនឯងចំពោះការថែទាំខ្លួនឯងនេះជាការផ្ដល់ក្តីស្រឡាញ់ដែលល្អមែនទែនសម្រាប់ខ្លួនឯងហើយម្យ៉ាងទៀតយើងសង្ឃឹមថាអេពីសូតនៅថ្ងៃនេះនឹងជួយឲ្យស្ត្រីជាពិសេសក្មេងស្រីគាត់កាត់បន្ថយអាការខ្មាស់អៀនហ្នឹងមកគិតគូរពីសុខភាពអនាម័យខ្លួនឯងព្រោះវាសំខាន់សម្រាប់ជីវិតយើងទាំងមូលតែម្ដងមិនមែនតែសម្រាប់យើងទេសម្រាប់គ្រួសារសម្រាប់សហគមន៍យើងទៀតហើយបើសិនជាយើងថែទាំខ្លួនឯងបានល្អយើងក៏ទទួលបានឱកាសច្រើនយើងបានធ្វើការងារថ្មីអាចមានឱកាសធ្វើរឿងច្រើនដែលយើងមិនធ្លាប់នឹងនឹកស្មានទុកហើយពីកម្មវិធីយើងក៏សូមថ្លែងអំណរគុណទៅដល់ម្ចាស់ឧបត្ថម្ភរបស់យើងគឺទឹកអនាម័យស្ត្រី PH Care ត្រូវបានផលិតឡើងជាពិសេសដើម្បីថែរក្សាសុខភាពនិងអនាម័យតំបន់ពិសេសរបស់ស្ត្រីកម្ចាត់បាក់តេរីក្លិនផ្ដល់នូវអារម្មណ៍ស្រស់ស្រាយនិងទំនុកចិត្តពេញមួយថ្ងៃដូច្នេះកម្មវិធីរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយដូច្នេះគណៈពេលនេះនាងខ្ញុំជាអ្នកសម្របសម្រួលក៏ដូចជាបងជាវិក្កាមិនសូមអរគុណសូមគោរពលា